នេះគឺជា website មួយដែលមានអត្ថប្រយោជន៍មែនទែនសម្រាប់ DJ Music Producer និងសិល្បករដូចជាអ្នកចម្រៀងជាដើមបងប្អូនទាំងអស់ថានៅក្នុង website នេះដែរគឺអាចឲ្យបងប្អូនទាំងអស់គ្នាស្វែងរកចង្វាក់ជាច្រើនដែលបងប្អូនទាំងអស់គ្នាសឹងតែមិនស្គាល់ផងហើយ website នេះដែរគឺអាចជួយបងប្អូនទាំងអស់គ្នាស្វែងរកចង្វាក់តន្ត្រីដែលមានភាពងាយស្រួលស្វែងរកសិល្បករណាមួយនៅក្នុងចង្វាក់តន្ត្រីដែលបងប្អូនចង់រកឧទាហរណ៍ថាខ្ញុំស្រឡាញ់ចង្វាក់ hip hop ឬក៏ techno ខ្ញុំចុចចូលទៅក្នុងចង្វាក់ techno ខ្ញុំនឹងស្វែងរកឃើញសិល្បករនៅក្នុងចង្វាក់ techno នោះផងដែរអញ្ចឹងបងប្អូនទាំងអស់គ្នាដំបូងគេសូមចូលមក website Every Noise នៅពេលដែលចេញហើយអ្នកនរអស់គ្នាចូលមកវានឹងលក់ផ្ទាំងបែបនេះចាំនេះកុំភ្លេចជួយ follow page ទាំងក្នុង Facebook ទាំងក្នុង YouTube និងអ្នកនរគ្នាចង់បានមេរៀនថ្មីកុំភ្លេចចូល subscribe នៅក្នុង Telegram ដូចគ្នាមួយទៀតគឺជាជំរឿសបើសិនជាបងប្អូនអ្នកនរគ្នាស្រឡាញ់អ្វីដែលខ្ញុំកំពុងធ្វើចូលចិត្តអ្វីខ្ញុំកំពុងធ្វើអ្នកនរគ្នាកុំភ្លេចជួយ follow ខ្ញុំមួយនៅក្នុង Instagram ផងឈ្មោះ Dentronic បងប្អូនអ្នកនរគ្នាឃើញនេះសិតតែជាចង្វាក់ចម្រៀងរបស់យើងហើយបងប្អូនអ្នកនរគ្នាដឹងទេថាចង្វាក់ចម្រៀងរបស់យើងមានច្រើនមែនទែននៅក្នុងពិភពលោកនេះដោយសារប្រទេសនីមួយៗមាន culture ខុសៗគ្នាមាន style ខុសៗគ្នាអញ្ចឹងច្រើនមែនទែននេះរាប់លានចង្វាក់បងប្អូនអ្នកគ្នាអូសមើលឥឡូវនេះកុំឲ្យខាត់ពេលខ្ញុំនឹងជ្រើសរើសយកចង្វាក់មួយឲ្យបងប្អូនអ្នកគ្នាយល់ឧទាហរណ៍ថាឥឡូវនេះខ្ញុំយក Hard House ឃើញវាបង្ហាញចម្រៀងឲ្យយើងបានឮឥឡូវនេះខ្ញុំចូលមក Dark Side Trend វិញហើយបន្ទាប់មកយើងចូលមក Pop House វិញឧទាហរណ៍ថាបងប្អូនស្រឡាញ់ចង្វាក់ Pop House យើងចង់ដឹងថាសិល្បករមួយណាដែលច្រៀងឬក៏សិល្បករមួយណានៅក្នុងទម្រង់សិល្បៈ Pop House ហ្នឹងយើងចុច Pop House មកអាក្រហមនេះមកវានឹងនាំនាងចូលមកហើយអញ្ចឹងអ្នកនរគ្នាឃើញអត់នេះគេបានបង្ហាញនេះមានដូច Medusa Big Hill សិតតែ main artist ធំណាដែលគេប្រើប្រាស់ចង្វាក់ហ្នឹងឬក៏គេផលិតចម្រៀងនៅក្នុងចង្វាក់ហ្នឹងហើយបន្ទាប់មកឧទាហរណ៍ថាឥឡូវនេះយើងចូលមកក្នុងចង្វាក់ Pop House ហ្នឹងហើយយើងស្រឡាញ់ Funky Chios ឥឡូវយើងចុច Funky Chios មកយើងចុចកន្លែងនេះបន្ទាប់មកគឺវានឹងនាំយើងមករកកន្លែង artist ហើយថាអាធីមួយណាមានបទចម្រៀងណាខ្លះអាធីមួយណាធ្វើ style នឹងខ្លះបើសិនជាអ្នកនរគ្នាចង់បាន link នៅ website មួយនេះសូមអ្នកនរគ្នា comment នៅពាក្យ link មកខ្ញុំនឹងផ្ញើជូនដល់អ្នកនរគ្នាអញ្ចឹងសម្រាប់បងប្អូន DJ producer អ្នកចម្រៀងអ្នកនរគ្នាពេលនេះគឺមានផែនទីមួយដ៏ធំមានផែនទីមួយសម្រាប់បង្ហាញផ្លូវអ្នកនរគ្នាស្វែងរកចង្វាក់និងស្វែងរកខ្លួនឯងផ្ទាល់ថាតើយើងចង់បានខ្លួនឯងជាសិល្បករនៅក្នុងទម្រង់សិល្បៈអី style ប្រភេទបែបណាបងប្អូនអ្នកនរគ្នាអាចចូលទៅមើលនៅក្នុង website នេះមាន a ton of genres a ton of the style of music អ្នកនរគ្នាអាចស្វែងរកបានអញ្ចឹងអរគុណអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូ